ទេសនិកជនជាទីមេត្រីពិធីបណ្អុកអំបុកប្រណាំងទូកងទីក្រុងcần Thơឆ្នាំ2025កាន់តែខាត់ជិតបរិយាកាសកាន់តែកក្រឹកជាពិសេសសកម្មភាពធ្វើដល់ការប្រណាំងទូកងដែលត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោនៃពិធីបុណ្យពេលវេលាដាក់ទូកកែសម្រួលទូកការរៀបចំក្បួនដង្ហែការฝึกហាត់យ៉ាងស្វិតស្វាញនិងខ្លាំងក្លានៅពេលដែលពេលវេលានៃការប្រកួតប្រជែងជិតដល់ទាំងអស់នេះគឺជាសញ្ញាបង្ហាញថាពិធីបុណ្យប្រណាំងដករំភើបនិងតាក់ទាញរដូវកាលមួយទៀតកំពុងមកដល់វត្តបឹងក្រចាប់ថ្មីស្ថិតនៅឃុំតឹងហឹងឡុងភូពីមុននិងសពថ្ងៃជាតឹងថាញ់ទីក្រុងcần Thơវត្តបុរាណមានអាយុកាលរាប់រយឆ្នាំនិងក្រុមទូកងក៏ល្បីល្បាញតាំងពីសតវត្សមុនផងដែរប៉ុន្មានឆ្នាំជិតនេះពេលរដូវបុណ្យអកអំបុកមកដល់បងប្អូននៅតែវឹកហាត់យ៉ាងគ្មានថ្មីមានមុខនៅលើដងទន្លេម៉ាស្ពេរ៉ូជាប្រចាំក្នុងពិធីបុណ្យប្រណាំងប៉ុន្តែស្នាដៃមិនខុសយោងតាមបងប្អូនមូលហេតុចម្បងទូកងបានបោះយូរឆ្នាំជិត2ទសវត្សរ៍បានធានាល្បឿនដោយក្រុមទូកងជាមិត្តបានឆ្នាំនេះក្តីរីករាយធំពេលក្រុមមានទូកងថ្មីមួយគ្រឿងដោយការរួមកម្លាំងកាយចិត្តរបស់វត្តនិងសហគមន៍ភូមិស្រុកបរិយាកាសកាន់តែអ៊ូអរនៅពេលទូកបានដាក់ចុះទឹកចង្វាក់ច្រវាក់ដំបងក្នុងការទន្ទឹងរង់ចាំនិងក្តីសង្ឃឹមប្រសិនបើបឹងក្រចាប់ថ្មីជារូបភាពមួយក្នុងចំណោមរូបភាពតំណាងទូកងនៃសតវត្សទី20កំពុងស្វែងរកសម័យកាលរុងរឿងចាស់ណរេនរាំងសៃអង្ខរបស់ឃុំគូឡុងជាសក្ខីភាពនៃចំនួនបន្តនាសប្តាហ៍ថ្ងៃបង្ហាញខ្លួនជាលើកដំបូងនាឆ្នាំ2014និងបន្តរហូតមកដល់ពេលនេះអង្គខតែងមានវត្តមាននៅក្នុងចំណាត់ថ្នាក់8ក្រុម4ក្រុមនៃរាល់ពិធីបុណ្យប្រណាំងក្នុងនោះលេខធ្លោបំផុតគឺពានរង្វាន់ជើងឯកចំនួន2គឺអកអំបុកសក់ត្រាំងនិងពិធីបុណ្យប្រណាំងទូកងទូទាំងតំបន់ទន្លេកូឡុង2ឆ្នាំបន្ត2016និង2017ឆ្នាំនេះបងប្អូនគ្មានទូកងថ្មីកីឡាកងក៏មានផ្លាស់ប្ដូរច្រើនប្រៀបជាមួយនឹងសម័យដែលឡើងវេទិកាកពបបំផុតដើម្បីទទួលពានរង្វាន់មាសប៉ុន្តែអង្គខនៅតែជាអង្គខฝึกហាត់យ៉ាងស្វាត់ស្វែងនិងបដិញ្ញាចិត្តខ្ពស់នៅពេលជិតឈានចូលពិធីបុណ្យប្រណាំងតាមតួលេខពីផ្នែកជំនាញរបស់គណៈចាត់តាំងគិតមកដល់ពេលនេះការប្រណាំងទូកងទីក្រុងcần Thơឆ្នាំ2025បានទទួលការចុះឈ្មោះចូលរួមរបស់ក្រុមទូកចំនួន61ក្នុងនោះមាន13ក្រុមមកពីខេត្តជាមិត្តបន្ទាប់ពីរយៈពេលវឹកហាត់យ៉ាងស្វាស្វែងនិងការរៀបចំយ៉ាងហ្មត់ចត់ទាំងអស់បានត្រៀមខ្លួនសម្រាប់ថ្ងៃបុណ្យប្រកួតប្រជែងដករីត្រីលើដងទន្លេម៉ាស្ពេរ៉ូក្នុងពិធីបុណ្យអកអំបុកប្រណាំងទូកងទីក្រុងcần Thơឆ្នាំ2025កំពុងខិតជិតមកដល់